ធ្លាប់ជាគ្រូបង្វឹកលំហាត់ប្រាណចឹងសោះបានជាកញ្ញាផនស្រីពីរមានរាងស្អាតនិងជឿជាក់ក្នុងការប្រកួត Miss Cosmos Cambodia 2025 កញ្ញាផនស្រីពីរសុខចិត្តផ្អាកអាជីពជាគ្រូបង្វឹកលំហាត់ប្រាណដើម្បីឈោងចាប់ក្តីស្រមៃធំរបស់ខ្លួនដែលចង់ក្លាយទៅជាម្ចាស់មកុដនៅក្នុងការប្រកួត Miss Cosmos Cambodia 2025 ថ្មីនេះកញ្ញាផនស្រីពីរបានដាក់ពាក្យចូលរួមប្រកួត Miss Cosmos Cambodia 2025 ផងដែរក្នុងចំណោមបេក្ខភាពទាំង25រូបនេះផនស្រីពីរត្រូវបានចាត់ទុកថាជាបេក្ខភាពជើងខ្លាំងមួយរូបផងដែរដែលមានសមត្ថភាពនិងធ្លាប់បានឆ្លងកាត់វិស័យបវរកញ្ញាជាច្រើនឆាកមកហើយមើលទៅកម្ពស់កំពរនិងរាងរៅរបស់កញ្ញាផនស្រីពីរពិតជាស្រស់ស្អាតនិងរឹងមាំណាស់សមជាបេក្ខភាពចូលរួមប្រកួតដណ្ដើមមកុដ Miss Cosmos Cambodia 2025 មែនសូម្បីតែរូបនាងផ្ទាល់ក៏បានទទួលស្គាល់ថាខ្លួនមានការជឿជាក់ខ្លាំងលើសមត្ថភាពក៏ដូចជាការលើកសម្រស់របស់ខ្លួនជាមួយនឹងការប្រកួតប្រជែងដណ្ដើមមកុដ Miss Cosmos Cambodia 2025 កញ្ញាផនស្រីពីរក៏បានបង្ហើបប្រាប់ពីប្រវត្តិខ្លះៗរបស់ខ្លួនថានាងជាក្មេងស្រីម្នាក់ដែលមានការតស៊ូខ្លាំងក្នុងជីវិតថ្មីត្បិតតែធ្លាប់បរាជ័យក្នុងការប្រកួតលើឆាកធំមួយចំនួនតែនាងមិនបោះបង់ឡើយទៅវិញនាងបែរជាតស៊ូដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងបានក្រុងមកុដដោយក្តីប្រាថ្នាមុននឹងដាក់ពាក្យប្រកួត Miss Cosmos Cambodia 2025 កញ្ញាវ័យ23ឆ្នាំផនស្រីពីរគឺជាគ្រូបង្វឹកលំហាត់ប្រាណល្បីឈ្មោះមួយរូបដែលអាចរកប្រាក់ចំណូលបានខ្ពស់ពីអាជីពនេះតែដោយសារតែចង់សម្រេចបំណងប្រាថ្នាធំរបស់ខ្លួននាងសុខចិត្តផ្អាកការងារនោះទុកមួយឡែកកញ្ញាផនស្រីពីរបានបញ្ជាក់ប្រាប់ថាដើម្បីចូលរួមប្រកួតក្នុងវិស័យបវរកញ្ញានាងមិនស្ដាយក្រោយក្នុងការផ្អាកការងារជាគ្រូបង្វឹកលំហាត់ប្រាណឡើយទោះបីជាអាជីពនេះរកបានប្រាក់ចំណូលច្រើនសម្រាប់ចិញ្ចឹមជីវិតរបស់ខ្លួនក្តីពីព្រោះក្តីស្រមៃធំរបស់ខ្លួនគឺចង់ក្រុងមកុដណាមួយធ្លាប់ជាគ្រូបង្វឹកអញ្ចឹងសោះបានជាកញ្ញាផនស្រីពីរមានរាងស្រស់ស្អាតសិចស៊ីនិងមានភាពជឿជាក់ក្នុងការប្រកួត Miss Cosmos Cambodia 2025